ប្រឹកឡើងមកវិសាភ្លាមសេរីទៅចំការភ្លាមតែម្ដងទៅផឹកកាហ្វេមកកៅញ៉ាំពោតញ៉ាំអីនៅហ្នឹងគយគុណទេសភាពភ្នំនារដូវភ្លៀងស្រស់តកាលតែម្ដងពណ៌ឡើង3តងហ្មងបូកជាមួយនឹងខ្ទឹមដែលជាដំណាំពេញនិយមបំផុតនៅក្នុងភូមិរបស់នាងខ្ញុំផ្ទាល់អញ្ចឹងណាមើលទៅគឺត្រជាក់ភ្នែកខ្លាំងណាបើនិយាយអំពីភូមិនាងខ្ញុំវិញបើសិនជាសួរថាដំណាំមួយណាដែលជាដំណាំគោលសម្បូរអ្នកដាំច្រើនជាងគេហ្នឹងគឺដើមខ្ទឹមនឹងឯងប៉ុន្តែក្នុងនឹងដែរក៏យើងមានដំណាំគូផ្សំដូចគ្នាដែរមានតគួនមានស្ពៃមានម្រះមានអីអញ្ចឹងផ្សេងទៅម្ទេសក្រូចឆ្មាក្រូចអីដែរប៉ុន្តែបើសិនជាសួរមួយណាដែលច្រើនដាំជាងគេទាំងតោនហ្នឹងគឺខ្ទឹមតែម្ដងហើយចំការទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាចំការខ្ទឹមបងប្អូនដាច់កតុយភ្នែកហ្នឹងហើយហើយយើងមកមើលមកដល់ភ្លាមនេះចាត្រីជាជាប់មងហើយខ្ញុំមើលត្រីទៅម៉ែត្រីក្រាញ់លបប៉ុនបាតដៃតែម្ដងហើយពេលផឹកកាហ្វេផឹកអីហើយត្រឡប់មកផ្ទះវិញយើងមានការងារត្រូវធ្វើទៀតហើយគឺរៀបចំกระดาษកាសែតនេះដើម្បីនឹងខ្ទាស់ម្រះដោយសារតែក្តាប់ម្រះរបស់យើងច្រើនហើយនេះគឺជារបៀបដែលខ្ញុំកាត់ក្នុងការដែលយើងបិទជាกระดาษខ្ទាស់ម្រះការខ្ញុំនៅតូចអញ្ចឹងគឺយើងបិទกระดาษនឹងឯងយកលុយអញ្ចឹងណា100กระดาษម៉ានអញ្ចឹងទៅឲ្យបិទប៉ណ្ណាងគ្នាលឿនណាកាលមុនយើងមានបាយម៉ាតអីក្នុងការបិទតែនេះឥឡូវចាអត់មានបាយម៉ាតណាទេដាក់បាយតែបាយវាមិនសូវជាប់ដូចបាយម៉ាតម៉ាទេប៉ុន្តែដោះតល់ហើយធ្វើមិនអត់បានទិញយកមកគោមអីនៅឃើញថាតិចតួចផងក៏ដាក់បាយយើងតែម្ដងទៅរៀបចំឲ្យបិទអញ្ចឹងឯងនៅពីតូចសិតតែប៉ណ្ណាំងគ្នាធ្វើអាហ្នឹងពួកអីចាមកពីរៀនវិញភ្លាមគឺដឹងតែសវេសវារត់ទៅបិទกระดาษដើម្បីនឹងយកលុយហើយពួកអីបិទกระดาษហ្នឹងវាស្រួលដែរវានៅតែក្នុងមួយលុបអញ្ចឹងណាហើយបិទលឿនណាក្មេងៗសេរីខ្ញុំហ្នឹងហើយបើអត់មានកระดาษបិទទេពេលហ្នឹងគឺដើរស៊ីឈ្នួលបេះម្ទេសឬក៏បកខ្ទឹមដកស្មៅអីចឹងទៅมันខ្វះការងារធ្វើតែម្ដងនៅក្នុងភូមិរបស់ខ្ញុំពេលហ្នឹងឲ្យតែចេញពីរៀនមកគឺអាចរកលុយបន្ថែមបានហើយបន្ទាប់ពីបិទกระดาษយកទៅខ្ទាស់ម្រះហើយចាដោយសារតែនៅក្នុងរដូវភ្លៀងនេះគឺល្អបំផុតចំពោះការផ្លាស់ប្ដូរដីចាឲ្យចំបៃគុលដោយសារចំបៃគុលនេះឥឡូវនេះគឺខ្ញុំផ្ដោតសំខាន់ទៅលើឫសរបស់វាអញ្ចឹងហើយខ្ញុំត្រូវតែដកវាចេញដើម្បីនឹងរៀបចំតុបតែងឫសរបស់វាសាជាថ្មីដើម្បីឲ្យឫសរបស់វានឹងចាចេញមកស្អាតមានរបៀបអីអញ្ចឹងហើយតាមក្តីស្រឡាញ់របស់យើងដូចគ្នាដែរឥឡូវហ្នឹងបន្ទាប់ពីខ្ញុំបានដកចំបៃគុលចេញដោយសារដីរបស់យើងវាចាប់ដើមក្តាំងរឹងអីអញ្ចឹងណាអញ្ចឹងហើយខ្ញុំត្រូវជីកវាដើម្បីនឹងថែមដីជីថែមអីហើយណាមួយរដូវភ្លៀងអញ្ចឹងចាយើងដាក់ចំបៃគុលដូរដីដូរអីអញ្ចឹងមកគឺចំបៃគុលរបស់យើងហ្នឹងគឺរីកគុលធំស្អាតហើយលឿនតែម្ដងអញ្ចឹងហើយអត់បង្អង់យូរទេខ្ញុំត្រូវការរៀបចំចាដូរដីចំបៃគុលនេះរហូតដល់3គុលមានណា3គុលហ្នឹងល្មមមកបែកញើសដែរហ្នឹងព្រោះអីយើងត្រូវដកវាចេញហើយចាដាក់អីកលវាហើយបន្ទាប់មកទៀតលុបដីថែមជីចាល្មមមកបែកញើសល្មមនឹងឯងជាធម្មតាចំបៃគុលបើសិនជាចាប៉ះម្ចាស់អ្នកល្អឯងអញ្ចឹងគឺគេអាសាដូរដីមួយឆ្នាំគេដូរ2ដងអីអញ្ចឹងទៅចំបៃគុលរបស់គេលូតលាស់បានលឿនជាងខ្ញុំទៀតប៉ុន្តែខ្ញុំមានណាខ្ញុំខ្ជិលដែរហ្នឹងព្រោះអីចាពេលដើមវាធំអញ្ចឹងទៅពេលដកម្ដងហត់ឡើងបែកញើសហ្មងហើយដូរដីម្ដងមិនស្រួលណាបងប្អូនអើយអញ្ចឹងមួយឆ្នាំដូរតែម្ដងបានហើយហ្នឹងហើយអរគុណសម្រាប់ការមើលវីដេអូមកដល់ទីបញ្ចប់ហើយជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ